ច្បាប់នៃការស្រូបទាញគឺជាច្បាប់នៃធម្មជាតិដូចគ្នាទៅនឹងច្បាប់នៃទំនាញផែនដីដូច្នោះដែរហើយច្បាប់មួយនេះមិនលំអៀងទៅខាងណាទាំងអស់ឧទាហរណ៍បើសិនជាយើងធ្លាក់ពីលើអាគារទោះបីជាយើងមានឬក្រល្អឬអាក្រក់ក៏យើងជៀសមិនផុតពីការធ្លាក់មកលើដីដូចគ្នាមិនមែនអ្នកមានធ្លាក់មកលើដីហើយហោះទៅលើវិញណាហើយមនុស្សទាំងអស់នៅលើភពផែនដីមួយនេះគឺកំពុងតែប្រើប្រាស់ច្បាប់នៃការស្រូបទាញទោះបីជាគេជឿឬមិនជឿដឹងឬមិនដឹងយល់ឬមិនយល់ក៏ដោយក៏គេកំពុងតែប្រើប្រាស់ច្បាប់មួយនេះដោយស្វ័យប្រវត្តិឧទាហរណ៍ដូចជា Wi-Fi ទូរទស្សន៍ទូរស័ព្ទឬមួយក៏ភ្លើងអគ្គិសនីដែលយើងកំពុងតែប្រើប្រាស់រាល់ថ្ងៃនេះយើងមិនដឹងទេថាវាមានរូបរាងបែបណាឬមួយក៏វាធ្វើការដោយរបៀបណាក៏ប៉ុន្តែយើងកំពុងតែប្រើប្រាស់វាដើម្បីជាប្រយោជន៍ប្រចាំថ្ងៃរបស់យើងច្បាប់នៃការស្រូបទាញក៏ដូច្នោះដែរទោះបីជាយើងមិនដឹងថាវាមានរូបរាងបែបណាឬមួយក៏វាធ្វើការដោយរបៀបណាក៏ប៉ុន្តែវាកំពុងតែមានអានុភាពខ្លាំងបំផុតនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងដោយតាមរយៈការគិតនិងអារម្មណ៍របស់យើងតែប៉ុណ្ណោះដូច្នេះតារាងណាយើងនៅមានជីវិតនៅមានការគិតនៅមានអារម្មណ៍គឺយើងកំពុងតែប្រើប្រាស់ច្បាប់នៃការស្រូបទាញគ្រប់វិនាទីជារៀងរាល់ថ្ងៃហើយជារៀងរហូតតទៅបងប្អូនទាំងអស់គ្នាដឹងថាយើងរាល់ថ្ងៃប្រៀបដូចជាមេដៃដែលមានកម្លាំងស្រូបទាញខ្លាំងបំផុតហើយរឿងរ៉ាវគ្រប់យ៉ាងដែលបានចូលមកក្នុងជីវិតរបស់យើងមិនមែនជារឿងចៃដន្យទេគឺយើងខ្លួនឯងជាអ្នកស្រូបទាញវាចូលមកក្នុងជីវិតរបស់យើងមិនថារឿងល្អឬមួយក៏រឿងអាក្រក់ទេដូច្នេះចាប់ពីពេលនេះតទៅសូមព្យាយាមស្រូបទាញយកតែរឿងល្អៗចូលមកក្នុងជីវិតរបស់យើងទាំងអស់គ្នាណាអរគុណ